សួស្តីទាំងអស់គ្នាយើងជួបគ្នាបន្តទៀតជាមួយនឹងសាច់រឿងរបស់យើងនេះសាច់ស្នេហ៍ដាទីវតាជាមួយនឹងកូនវិសាពីវីដេអូទី7ពីនេះល្អមួយជួយចិត្តខ្លាំងមែនតែម្ដងទាំងអស់គ្នាមើលថាទូប្រុសទូស្រីរបស់យើងចិត្តមានវិជ្ជាមួយគ្នាខ្លាំងទៅហើយតោះកុំខាត់ពេលវេលាយូរណាចុច Subscribe ជើងសំណាង Drama នេះម្នាក់មួយមកដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតរួចហើយនឹងចូលមកទស្សនាវីដេអូសការសម្រាយពេញជាមួយនឹង admin ដូចតទៅបន្ទាប់ពីដាក់ថ្នាំលង្កូវពឹសចូលលើក្នុងធូបក្រអូបដែលដុតសម្រាប់វ៉ាងគាត់ពុករបស់យើងរួចរាល់អស់ហើយកូនមិនសាច់ពីងជីងថងរបស់យើងក៏បានចាក់ចេញពីបន្ទប់របស់វ៉ាងគាត់ពូគួយបន្តិចក្រោយមកវ៉ាងគាត់ពូគួយគាត់ក៏ទៅធ្វើសណ្ដំនឹងហើយក៏លងលុបបាត់បង់ស្មារតីដោយបំដឹងខ្លួនពេលដែលគាត់ភ្ញាក់ឡើងមកគាត់មានការសង្ស័យងឿងឆ្ងល់ចំពោះខ្លួនឯងដែរមិនបានជាសុខហ្នឹងបែរជាមកងុយគេងលក់ដែលមិនដឹងខ្លួនបែបហ្នឹងទៅវិញក៏លេចបំមើលជីងថងរបស់យើងវិញបន្ទាប់ពីដាក់ថ្នាំពុលបានសម្រេចរាល់ហើយនាងបានវិលត្រឡប់មកកាន់លាងវិញពីងរបស់លោកស្រីជីងវិញប៉ុន្តែនៅក្នុងដៃរបស់នាងគឺនៅសល់ដង្កូវពឹសនឹងដដែលដែលនាងរក្សាទុកមួយចំនួនយកមកញ៉ាំដោយខ្លួនឯងរួចហើយនឹងទើបចូលមកជួបជាមួយនឹងលោកស្រីជីងនៅក្នុងលាងពេលដែលចូលមកដល់ភ្លាមនាងបានរាយការណ៍ប្រាប់ទៅកាន់លោកស្រីជីងថានាងបានសម្រេចគោលបំណងដែលលោកស្រីបានបញ្ជាឲ្យនាងដាក់ថ្នាំពុលទៅលើវ៉ាងគាត់ពូគួយរួចរាល់អស់ហើយលោកស្រីជីងក៏បានសួរឌឺដងចំអកទៅកាន់នាងវិញថាវ៉ាងគាត់ពូគួយល្អចំពោះនាងដល់ថ្នាក់ហ្នឹងយើងនៅតែបង្ខំឲ្យនាងដាក់ថ្នាំពុលទៅលើគេនាងនៅតែដាក់ចិត្តដាក់ទៀតមើលទៅនេះមកជាស្អប់យើងខ្លាំងហើយមែនអត់នៅពេលនោះជីងធំក៏បានតបទៅវិញថាអត់ទេដោយសារតែខ្ញុំគឺជាបិសាចនៅពេលវ៉ាងគាត់ពូគួយគាត់គឺជាអ្នកកំចាត់បិសាចខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ណាស់ម្យ៉ាងវិញទៀតទីនេះគឺជាផ្ទះរបស់ខ្ញុំលោកស្រីគួរទៅដោះលែងប្អូនប្រុសរបស់ខ្ញុំតាមសន្យាបានហើយឬនៅពេលនេះប៉ុន្តែនៅពេលហ្នឹងលោកស្រីយីងក៏តបវិញថាកុំបារម្ភអីប្អូនប្រុសរបស់នាងនៅមានសុខភាពទេយើងបានបន្តជើងឲ្យគេវិញបាត់បានហើយទៅនៅពេលហ្នឹងជីថតរបស់យើងគាត់ក៏បានប្រាប់ទៅលោកស្រីយីងថាលោកស្រីយីងខ្ញុំមានសំណុំពរមួយទៀតគឺខ្ញុំសុំថ្នាំបន្សាព្រោះអីខ្ញុំក៏ត្រូវថ្នាំអំពុលដែរនៅពេលនោះលោកស្រីយីងគាត់អត់តន់ជឿជាក់នោះទេគាត់ក៏ប្រើប្រាស់នៅថ្នាំអំពុលរបស់គាត់ដើម្បីសាកល្បងនៅលើខ្លួនរបស់ជីថងថាពិតជាថ្នាំអំពុលមែនដែរឬមួយក៏អត់នៅពេលដែលគាត់បានដឹងថានាងពិតជាថ្នាំអំពុលមែនណាគាត់ពិតជាខឹងជាមួយនឹងវ៉ាងគាត់ពូគួយខ្លាំងណាស់ព្រោះអីមុននឹងជីថងបាននិយាយថាវ៉ាងគាត់ពូគួយគឺឆ្លាតឆ្លៀសវៃខ្លាំងណាស់រៀងរាល់ពេលដែលខ្ញុំយកអាហារគេញ៉ាំគេតែងតែឲ្យខ្ញុំតេស្តម្ហូបអាហាររបស់គេមុនរហូតដូច្នេះហើយដើម្បីដាក់ថ្នាំអំពុលគេមានតែខ្ញុំទៅដោយខ្លួនឯងដែរលោកស្រីយីងក៏បាននិយាយថាមនុស្សគឺអាក្រក់បែបហ្នឹងឃើញអត់ពិតជាគួរស្អប់ខ្លាំងណាស់បន្ទាប់មកគាត់ក៏បង្ហាញនៅថ្នាំបន្សាបប្រគល់មកឲ្យជីងថងប៉ុន្តែគាត់មិនទាន់ប្រគល់ឲ្យនោះទេគាត់ទៅឲ្យជីងថងអបណ្ដោះអាសន្នសិនគាត់ថាកុំបញ្ញត្តិពេកអីចាំពេលដែលយើងឲ្យពិសោធន៍មើលឃើញថាវ៉ាងគាត់ហ្វូគួយគឺពិតជាថ្នាំអំពុលពិតប្រាកដមែនយើងនឹងប្រគល់ថ្នាំបន្សាបនេះទៅឲ្យឯងហើយបន្ទាប់មកនៅកន្លែងវ៉ាងគាត់ហ្វូគួយរបស់យើងវិញក្នុងពេលនេះគាត់ចាប់អារម្មណ៍ថាខ្លួនឯងមានសភាពខ្សោយចំណែកឯថ្នាំអំពុលរបស់គាត់កាន់តែចុះខ្សោយទៅបន្តបន្តិចម្ដងទេរីឯជីងថងវិញបាត់ខ្លួនគាត់តាមរកពេញសំណាក់ទៅហើយនៅតែមិនទាន់ឃើញទៀតបន្តិចក្រោយមកសិស្សប្អូនរបស់គាត់គឺហ្វឹងទីនយិនក៏ចូលមកដល់ហើយមើលទៅច្បងហាក់ដូចជាមានសភាពខ្សោយខុសពីក្រក្តីម្យ៉ាងវិញទៀតនាងក៏មានការព្រួយបារម្ភផងព្រោះដឹងច្បាស់ថាកូនវិសាចពីដែលនាងបានបញ្ជូនមកកាលពីថ្ងៃមុនអត់បានឃើញទៅណានោះទេហើយបានចម្លើយពីកូនវិសាចពីមួយទៀតដែលជាសត្រូវរបស់ជីងថងរបស់យើងបានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ហ្នឹងនាងក៏ដឹងថាកូនវិសាចពីដែលនាងបានបញ្ជូនមកគឺជាជីងថងរបស់យើងនោះកំពុងតែលាក់ខ្លួននៅក្នុងសំណាក់របស់សិស្សច្បងដល់តែពេលស្ទាបជីបចររបស់សិស្សច្បងឃើញថាមានសភាពទន់ខ្សោយដូចជាត្រូវថ្នាំអំពុលបែបហ្នឹងតែនាងបានដឹងច្បាស់ថាថ្នាំអំពុលល្មមគឺមិនអាចប៉ះពាល់មកដល់រាងកាយរបស់សិស្សច្បងបាននោះទេប្រកាសជាមានគេដាក់ដង្កូវពឹសចូលទៅក្នុងខ្លួនរបស់សិស្សច្បងហើយមិនអត់តើណាគេមិនបានជាចិត្តអាក្រក់ព្រិចផ្សេងដល់ថ្នាក់ហ្នឹងទៅប្រកាសជាកូនវិសាចពីនឹងហើយមិនអត់ទេតែនាងនៅឯណានៅក្នុងពេលហ្នឹងស្រាប់តែវ៉ាងគាត់ពូគួយរបស់យើងគាត់បានទៅវិញថាជីងថងអត់នៅទេជីងថងបានចាក់ចេញទៅបាត់ហើយនៅពេលហ្នឹងក៏ធ្វើឲ្យសិស្សប្អូនរបស់ខ្លួននេះគឺហ្វឹងធីនជិនគាត់មានអារម្មណ៍ថារៀងបច្ចាន់ផងរៀងអន់ចិត្តចំណែនផងដោយនាងបាននិយាយថាសិស្សច្បងថែមទាំងបានដាក់ឈ្មោះទៅឲ្យកូនវិសាចពីនោះថាជីងថងទៀតហ៎អញ្ចឹងបាននៅសិស្សច្បងបានដឹងអំពីគោលបំណងរបស់កូនវិសាចពីនោះមកបាត់ទៅហើយហេតុអីបានសិស្សច្បងនៅតែការពារនាងទៀតដឹងតែនាងធ្វើបាបសិស្សច្បងហើយហ្នឹងអត់បានទេខ្ញុំនឹងយករឿងនេះប្រាប់ទៅដល់លោកគ្រូឲ្យបានដឹងប៉ុន្តែហ្វូគួយក៏បានទៅវិញថារឿងខ្ញុំជាដោះស្រាយហើយប៉ុន្តែនៅក្នុងពេលហ្នឹងផងទីញថាខ្ញុំមិនខ្វល់ទេខ្ញុំត្រូវតែប្រាប់លោកគ្រូប៉ុន្តែហ្វូគួយគាត់ក៏នៅតែបដិសេធថាអត់ទេថ្នាំអំពុលនៅក្នុងខ្លួនរបស់ខ្ញុំអាចចាត់ការដោយខ្លួនឯងបាននេះគឺជារឿងរបស់ខ្ញុំទេនាងមិនចាំបាច់មករវល់ឡើយអញ្ចឹងគាត់ធ្វើឲ្យហ្វុងទីយិនគាត់កាន់តែខឹងគាត់ក៏ចាក់ចេញបាត់ទៅក៏เลยមើលលោកស្រីយិនវិញនៅពេលនេះគាត់កំពុងតែគេងសោយសោកតែម្នាក់ឯងសោយទុកកង្វល់ណាពួកគាត់ពិបាកចិត្តប្តីរបស់គាត់ដែលស្រេចវិសាចមួយរូបដែរហ្នឹងគឺបានបាត់បង់ជីវិតហើយគាត់កំពុងតែរៀបរាប់ថាកាលពីឆ្នាំនោះបងសម្លាញ់បងដឹងអត់វ៉ាងគាត់ហុងយីបានសម្រុកឡើងមកលើភ្នំចូលមកក្នុងលាងនេះបង្ខំឲ្យបងហ្នឹងត្រូវតែដោះស្រាយជាមួយនឹងពួកគេគឺចង់លុបបំបាត់រំលាយយុទ្ធសាស្ត្ររបស់បងដើម្បីបញ្ជាក់ថាបងពិតជាមិនបានទៅទន្ទ្រានទឹកដីរបស់មនុស្សនោះទេណាគេទៅដឹងថាវ៉ាងគាត់ហុងយីនោះចិត្តអាក្រក់ដល់ថ្នាក់ហ្នឹងមិនត្រឹមតែបងស្ម័គ្រចិត្តឲ្យគេរំលាយយុទ្ធសាស្ត្ររបស់បងទេប៉ុន្តែគេបែរជាចាប់បងដាក់នៅក្នុងកូនមកគាត់មាននេះទៅវិញហើយលទ្ធផលចុងក្រោយរបស់បងទៅយ៉ាងណាគេទៅស្មានដល់ទៅហេតុអីបានជាបងចាក់ចោលអូនបែបហ្នឹងវ៉ាងគាត់ហុងយីវ៉ាងគាត់ហ្វូគួយ
ឯងនេះជាសត្រូវសួរពូជរបស់យើងឯងបានធ្វើឲ្យប្តីរបស់យើងឃ្លាតឆ្ងាយពីយើងឲ្យយើងពិបាកចិត្តឈឺចាប់នឹកទៅដល់មនុស្សជាយើងស្រឡាញ់ចាំមើលគ្រួសារវាងគាត់យើងធ្វើឲ្យឯងហ្នឹងស្គាល់នៅរសជាតិភាពឈឺចុកចាប់ជាមួយនឹងការបាត់បង់មនុស្សជាទីស្រឡាញ់ដែលនៅក្បែរខ្លួនរបស់ឯងដូចជាយើងដែរគិតទៅនៅក្នុងភាពនេះมันត្រឹមតែបិសាចទេមនុស្សក៏ដោយគឺតែងតែរៀបរាប់ទុកកង្វល់របស់ខ្លួនមានច្រើនខ្លាំងមែនទែនសូម្បីតែគាត់ជានេះគាត់ក៏កំពុងតែរៀបរាប់ទុកកង្វល់របស់ខ្លួនដែរប្រាប់ទៅកាន់អ្នកបម្រើរបស់ខ្លួនដែលជាមនុស្សចំណិតត្រូវជាមនុស្សម្នាក់ដែលគាត់ចិញ្ចឹមតាំងពីក្មេងមកដែរណាគាត់ថាការពិតទៅប្រវត្តិរបស់យើងត្រូវបានវាងគាន់ហុងជីកាត់កាលយើងលុបតកោរបស់យើងចោលបញ្ជូនយើងទៅរស់នៅព្រំដែនភាគខាងលិចពេលនោះគ្មានពីណាគេគោរពយើងនោះទេសូម្បីតែអ្នកបម្រើសិទ្ធិជាជនពិការចាស់ជរាហើយគ្មានអ្នកណាគេស្ដាប់បង្គាប់សូម្បីតែសិស្សរបស់យើងក៏មិនស្ដាប់បង្គាប់របស់យើងដែរតែយើងជ្រើសយកផ្លូវមួយគឺសម្រាប់អ្នកដែលមិនគោរពយើងដើម្បីបង្ខំឲ្យពួកគេខ្លាចរអាហើយដើម្បីបញ្ជាក់អំពីសមត្ថភាពរបស់យើងថាបើទោះបីយើងគ្មានគ្រួសារវាងគាត់នៅពីខាងក្នុងរបស់យើងក៏យើងអាចប្រើប្រាស់សមត្ថភាពរបស់យើងដើម្បីដើរហើរជ្រាបពិភពគុណកសាងកេរ្តិ៍ឈ្មោះដោយខ្លួនឯងដូច្នេះហើយយើងក៏ចាប់ផ្ដើមដើរកំចាត់បិសាចដើម្បីបង្ហាញអំពីសមត្ថភាពក៏ប៉ុន្តែណាស្មានដល់នៅក្នុងពេលនោះបែរជាកូនសិស្សរបស់យើងមួយចំនួនបែរជាបញ្ឆោតឲ្យយើងចូលទៅក្នុងលអាងនេះវាតែនឹងត្រូវបានបិសាចនេះសម្លាប់ចេញមកស្ទើរតែមិនរួចមានរបួសធ្ងន់ធ្ងរពួកគេបែរជាឈរមើលរងចាំយើងស្លាប់ដោយសារតែពួកគេគិតថាយើងគឺជាឪពុកដ៏សាហាវឃោរឃៅសូម្បីតែជីវិតរបស់កូនក៏មិនបានចាប់អារម្មណ៍ប៉ុន្តែនៅក្នុងថ្ងៃមួយបែរជាមានបិសាចកញ្ជ្រោងមួយក្បាលដែលជាកូនចៅបរិវាររបស់ស្ដេចបិសាចកញ្ជ្រោងខ្មៅបានបង្ហាញខ្លួននៅចំពោះមុខរបស់យើងនិងប្រាប់យើងថាប្រសិនបើយើងសុខចិត្តធ្វើការឲ្យស្ដេចបិសាចកញ្ជ្រោងខ្មៅនោះគេមិនត្រឹមតែមិនឲ្យយើងស្លាប់នោះទេនឹងបានផ្ដល់នូវកាដូមួយចំនួនដែលរំភើបអស្ចារ្យមកឲ្យយើងថែមទៀតផងនោះគឺជាវត្ថុទិព្វទាំង3របស់ស្ដេចនេះដែលវត្ថុទិព្វនោះនឹងធ្វើឲ្យយើងជួបជាមួយនឹងថាមពលនាគពិតប្រាកដកុំបិសាចកញ្ជ្រោងបាននិយាយថាឲ្យតែឯងបោះបង់អ្វីគ្រប់យ៉ាងទាំងអស់ហើយស្ម័គ្របម្រើទៅកាន់លោកស្រីរបស់យើងនោះយើងនឹងប្រគល់នៅវត្ថុទិព្វមួយគឺជាថាមពលនិករិទ្ធពិតប្រាកដមកដល់ឯងដែលអាចឲ្យឯងនឹងអាចសម្រេចបំណងប្រាថ្នារបស់ឯងបានថាមពលនិករិទ្ធពិតប្រាកដមានចំនួន3មួយគឺថាមពលរលឹងនេះ2គឺដាវទិព្វនិករិទ្ធធ្វើពីសរសៃនេះ3គឺជាស្រកានេះហើយនៅក្នុងពេលហ្នឹងគាត់ជីងធីងបាននិយាយថាចំណាយពេលវេលាដើរហើរនៅក្នុងពិភពគុណនៅភូមិភាគវាលខ្សាច់ពីខាងលិចនឹងអស់រយៈពេលច្រើនឆ្នាំទើបគាត់នឹងរកឃើញស្រកានេះហើយបានលុតវាបញ្ចូលមកក្នុងដៃរបស់ខ្លួនដើម្បីរក្សាទុកនៅទីបំផុតដៃរបស់គាត់คล้ายទៅជាមនុស្សមិនមនុស្សនេះមិននេះបែបនឹងឯងតែនៅមានវត្ថុទិព្វ2ទៀតរបស់ស្ដេចនេះដែលគាត់កំពុងតែតាមរកមួយទៀតគឺជាដាវទិព្វនិករាជដែលត្រូវបានគ្រួសារវាងគាន់លុតវាពីសរសៃនេះហើយរក្សាទុកនៅក្នុងភ្នោដាវម្ល៉េះហើយបានជាយើងរៀបចំផែនការមានបំណងត្រឡប់មកគ្រួសារវាងគាន់វិញដើម្បីចូលរួមការប្រកួតវេទិកាមេឃាវប្រសិនបើយើងឈ្នះយើងនឹងយកនៅភ្នោដាវហ្នឹងដោយខ្លួនឯងតែម្ដងប៉ុន្តែបើយើងចាញ់យើងគិតរួចជាស្រេចថាយើងនឹងសុំទោសគេរួចហើយបន្លំខ្លួនសុំទោសមកការពារភ្នោដាវប៉ុន្តែណាគេទៅដឹងថាវាងគាន់ហ្វូគួយបាច់ឈ្មោះបំផ្លាញផែនការរបស់យើងអស់ភ្នោដាវនៅចំពោះមុខរបស់យើងដាវសរសៃនេះនៅចំពោះមុខរបស់យើងប៉ុន្តែយើងមិនអាចយកបានដោយសារតែវាងគាន់ហ្វូគួយបានរំលាយយុទ្ធសាស្ត្ររបស់យើងអស់បាត់ទៅហើយវាងគាន់ហ្វូគួយគឺជាសត្រូវរបស់យើងថ្ងៃណាមួយយើងត្រូវតែសម្លាប់គេអញ្ចឹងមិនន័យថាគាត់មកហ្នឹងគឺមករកដាវសរសៃនេះទេហើយនៅមានវត្ថុទិព្វផ្សេងទៀតណាគឺជាធម្មពលនេះពិតប្រាកដអីរបស់គាត់អញ្ចឹងទៅចំណែកឯវាងគាន់ហ្វូគួយរបស់យើងនៅក្នុងពេលនេះវិញគាត់កំពុងតែព្យាយាមប្រើយុទ្ធសាស្ត្ររបស់គាត់កម្លាំងរបស់គាត់នោះដើម្បីបណ្ដេញដង្កូវពឹសចេញពីក្នុងខ្លួនក៏ប៉ុន្តែនៅក្នុងពេលដែលគាត់កំពុងតែបណ្ដេញដង្កូវពឹសចេញពីក្នុងខ្លួនហ្នឹងអារម្មណ៍របស់គាត់គឺរវើរវាយមកខាងគឺស្ដាប់សម្ដីរបស់ឪពុកថាប្រសិនបើមានមនោចេតនានឹងធ្វើឲ្យមានភាពទន់ខ្សោយហើយនឹងអាចឈានដល់ចូលទៅផ្លូវបិសាចដូចជាអាវុធដែលត្បូងអាចកំបាំងបានបង្ហាញចក្ខុវិស័យកាលពីថ្ងៃមុនអញ្ចឹងឯងហើយនៅក្នុងពេលជាមួយគ្នានឹងគាត់ក៏បាននឹកទៅដល់ភាពទន់ភ្លន់ការលះបង់ក៏ដូចជាភាពស្មោះត្រង់របស់កូនបិសាចពីងជីងថងរបស់យើងជាមួយនឹងភាពស្និទ្ធស្នាលការយកចិត្តទុកដាក់បានន័យថាគាត់ក៏មានមនោចេតនាជាមួយនឹងជីងថងដែរដែលជាហេតុធ្វើឲ្យគាត់មិនអាចប្រើប្រាស់នៅរួមផ្ដុំនៅធម្មពលរបស់គាត់បាន 100% បញ្ចូលមកក្នុងខ្លួនរបស់គាត់ដើម្បីរំលាយដង្កូវពឹសនៅក្នុងខ្លួនឬមួយក៏បណ្ដេញដង្កូវពឹសបាននោះទេប៉ុន្តែអ្វីដែលគាត់នឹកឃើញទៅដល់ជីងថងមួយទៀតនោះគឺគាត់បានដឹងច្បាស់ថាជីងថងព្រួយបារម្ភចំពោះមនុស្សនៅក្បែរខ្លួនខ្លាំងណាស់អញ្ចឹងហើយទង្វើដែលនាងបានដាក់ធម្មពលមកលើខ្លួនរបស់គាត់នេះអាចនឹងពាក់ព័ន្ធជាមួយនឹងប្អូនប្រុសរបស់នាងចាក់ជាមិនខាននោះទេអញ្ចឹងគាត់គិតថាបើគាត់ជាអ្នកស្រីយីងបង្ខំជីងថងចាក់ជាមិនខានចំណែកឯលោកស្រីយីងវិញនៅពេលនេះកូនចៅរបស់គាត់បានមករាយការណ៍ប្រាប់បង្កានគាត់ថាវាងគាន់ហ្វូគួយគឺពិតជាត្រូវដង្កូវពឹសដែលជីងថងរបស់យើងបានដាក់ឲ្យនឹងពិតប្រាកដមែនដូច្នេះហើយគាត់ក៏បាននិយាយប្រាប់ទៅកាន់ជីងថងថាមើលទៅឯងហាក់ដូចជាមានមនោចេតនាជាមួយនឹងគេហើយប្រកាសជាខឹងស្អប់យើងខ្លាំងហើយមែនអត់នេះគឺជាតាមបន្សាបសម្រាប់ឯងព្រោះឯងនៅពេលនេះយើងបានប្រកាសចិត្តហើយថាវាងគាន់ហ្វូគួយគឺពិតជាត្រូវពឹសពិតប្រាកដមែនឯងពិតជាធ្វើការងារបានល្អខ្លាំងណាស់នៅពេលហ្នឹងជីងថងក៏បានសុំឲ្យលោកស្រីយីងដោះលែងប្អូនប្រុសរបស់ខ្លួនលោកស្រីដោះលែងប្អូនប្រុសរបស់ខ្ញុំឲ្យគេចាក់ចេញមានសេរីភាពទៅបានអត់ខ្ញុំសន្យាថាខ្ញុំនឹងរស់នៅនឹងធ្វើការបម្រើលោកស្រីអស់មួយជី
ជីវិតជារៀងរហូតតទៅទើបនៅក្នុងពេលហ្នឹងលោកស្រីយីងគាត់បាយជាខឹងនឹងច្បាច់ក៏ប្រមានទៅកាន់ជីងថងវិញថាបានបើឯងមានបំណងបែបហ្នឹងយើងនឹងឲ្យឯងរស់នៅជាមួយយើងនៅក្នុងលានវិញពីនេះអស់មួយជីវិតបន្ទាប់មកជីងថងរបស់យើងគាត់ក៏បានដួលសន្លប់បាត់ទៅពួកច្បាច់កគ្នារៀងខ្លាំងដែរណាមួយទៀតគ្នាកំពុងតែត្រូវពឹសស្រាំផងអញ្ចឹងមិនអាចទ្រាំទ្រជាមួយនឹងការជួយចាប់បានក៏សន្លប់រីឯវាងគាត់ហ្វូគួយទូប្រុសរបស់យើងវិញនៅក្នុងពេលនេះគាត់បានធ្វើដំណើរមកដល់ក្រែស្នែងហោះរបស់គាត់ហើយបញ្ជាកូនចៅទាំង4នាក់ដែលជាអ្នកអមក្រែស្នែងនឹងឲ្យជូនគាត់ទៅកាន់លានពីងពីងដំបូងឡើយពួកគេអត់ព្រមទៅដោយសារតែអត់មានបញ្ជាពីវាងគាត់ហុងជីប៉ុន្តែដោយថាតែការបង្ខំរបស់វាងគាត់ហ្វូគួយនោះពួកគេក៏ស្របតាមតែម្ដងទៅអំឡុងពេលដែលធ្វើដំណើរនឹងវាងគាត់ហ្វូគួយរបស់យើងគាត់បានមើលឃើញថានៅក្នុងក្រែស្នែងហោះរបស់គាត់ហ្នឹងបែរជាមានពន្លឺដូចជាពន្លឺពីងពីងពន្លឺពណ៌ដូចជាផ្កាយដូចថាផ្កាយច្រើននៅក្នុងរថយន្ត Rolls Royce អញ្ចឹងណាដែលមូលហេតុនោះដោយសារតែមុនពេលដែលជីងថងរបស់យើងបានចាក់ចេញទៅនាងបានប្រើប្រាស់សម្លាញ់ពីពីងរបស់ខ្លួនធ្វើដូចជាពន្លឺផ្កាយនៅលើមេឃអញ្ចឹងដើម្បីបំភ្លឺទៅដល់វាងគាត់ហ្វូគួយលើកទឹកចិត្តគាត់ថានៅលើលោកនេះមិនមែនជាគាត់នឹងដែលជាអ្នកកំចាត់បិសាចតែម្នាក់ឯងរស់នៅក្នុងពិភពអង្គិតគ្មានពន្លឺសោះនោះទេប៉ុន្តែក៏មានមនោចេតនាក៏ដូចជាពន្លឺបំភ្លឺផ្លូវឲ្យគាត់នឹងចាប់ផ្ដើមមានភាពកក់ក្ដៅនៅក្នុងចិត្តមានអ្នកខ្វាយខ្វល់ចំពោះគាត់បែបហ្នឹងផងដែរដែលជាហេតុលើកទឹកចិត្តទៅដល់ហ្វូគួយថាទោះបីយ៉ាងណាក៏ដោយខ្ញុំមិនអាចទ្រាំឈរមើលនាងទៅរកសេចក្តីស្លាប់តែម្នាក់ឯងបានទេខ្ញុំត្រូវតែជួយនាងជីងថងចំណែកជីងថងរបស់យើងនៅក្នុងលានពីងពីងរបស់លោកស្រីយីងនៅវិញនៅពេលដែលភ្ញាក់ដឹងខ្លួនពីការសន្លប់មកក៏បានចាស់ឃើញប្អូនប្រុសរបស់ខ្លួនមកដល់ល្មមប្អូនប្រុសក៏បានសួរសុខទុក្ខទៅកាន់បងស្រីតើបងស្រីមានរបួសអីដែរឬមួយក៏អត់ខ្ញុំឮថាបងស្រីបានធ្វើការងារយ៉ាងល្អទៅកាន់លោកស្រីយីងប្រកាសជាឲ្យថាមិនសាប់បងឯងមែនអត់ចំណែកឯបងស្រីវិញក៏សួរមកកាន់ប្អូនប្រុសថាប្អូនប្រុសតើឯងមានរបួសអីដែរឬមួយក៏អត់ទេព្រោះឯងលោកស្រីយីងបានដកជើងរបស់ឯងមុនហ្នឹងហីប្អូនប្រុសថាអត់អីទេខ្ញុំអត់អីផងហ្នឹងបងមើលខ្ញុំពិតជាមិនអីពិតមែននៅពេលនេះជីងថងបាននិយាយប្រាប់ទៅកាន់ប្អូនប្រុសរបស់ខ្លួនថាប្អូនប្រុសចាប់តាំងពីនេះតទៅឯងមានឈ្មោះថាឆឹងជីងឆាំងអ្នកគ្នាហើយជីងឆាំងគាត់ចាំបានឆ្ងល់ថាជីងឆាំងនឹងអីគេជីងថងបានប្រាប់ថាអូបងប្រុសនៅខាងក្រៅពិភពខាងក្រៅនោះណាក៏ដោយក៏តែងតែមានឈ្មោះរបស់ខ្លួនដែរហើយមានមនុស្សល្អម្នាក់បានដាក់ឈ្មោះឲ្យបងថាជីងថងដូច្នេះហើយបងដាក់ឈ្មោះឲ្យឯងថាជីងឆាំងចាប់តាំងពីពេលនេះទៅឯងមានឈ្មោះថាជីងឆាំងហើយត្រូវតែទៅរស់នៅខាងក្រៅជាមួយនឹងបងតោះបងនឹងផ្ទេរថាមពលរបស់បងពាក់កណ្ដាលដើម្បីឲ្យឯងមានរូបរាងកាយជាមនុស្សដែរហើយថាមពលទាំងអស់ហ្នឹងបងបានពីមនុស្សល្អម្នាក់ដែលជួយឲ្យបងខ្លាយមានរូបរាងកាយជាមនុស្សបែបហ្នឹងហើយនៅក្នុងពេលនឹងផងដែរនាងក៏នាំប្អូនប្រុសរត់ចាក់ចេញបាត់ទៅកូនចៅរបស់លោកស្រីយីងក៏បានរាយការណ៍ប្រាប់ដល់លោកស្រីយីងថានៅពេលនេះជីងថងបាននាំប្អូនប្រុសរបស់ខ្លួនរត់ចេញពីលានរបស់យើងបាត់ទៅហើយប៉ុន្តែក្នុងពេលតែជាមួយនឹងគ្នានឹងកូនចៅរបស់យើងបានរាយការណ៍ប្រាប់មកថានៅពេលនេះអ្នកប្រយុទ្ធកម្ចាត់បិសាចវាងគាត់ហ្វូគួយកំពុងតែធ្វើដំណើរសម្ដៅមកកាន់លានព្រំរបស់ពួកយើងហើយលោកស្រីគិតយ៉ាងម៉េចលោកស្រីយីងក៏បានបញ្ជាកូនចៅរបស់ខ្លួនឲ្យប្រមូលផ្ដុំអ្នកដែលចេះវាយដើម្បីទប់ទល់ជាមួយនឹងវាងគាត់ហ្វូគួយព្រោះគាត់អត់មានពេលវេលាដើម្បីទៅតាមចាប់ជីងថងនៅឡើយនោះទេរវល់តែទប់ទល់ជាមួយអ្នកខ្លាំងសិនអញ្ចឹងណាមកដល់កន្លែងនឹងភ្លាមវាងគាត់ហ្វូគួយបានបញ្ជាឲ្យកូនចៅរបស់ខ្លួនដែលជាអ្នកខ្សែក្រែស្នៃនឹងចាក់ចេញទៅរួចហើយនឹងគាត់ក៏បានហៅលោកស្រីយីងឲ្យចេញមកតែម្ដងដោយដឹងថាលោកស្រីយីងបានមកដល់ហើយលោកស្រីយីងគាត់តែម្ដងភ្លាមក៏បានឌឺដងទៅកាន់វាងគាត់ហ្វូគួយថាយ៉ាងម៉េចដែរឯងចេះមានមនោចេតនាជាមួយនឹងគុណវិសាចពីងរបស់យើងផងអត់មិនដែរទទួលបានអារម្មណ៍គេក្បត់អញ្ចឹងឈឺចាប់ដែរឬមួយក៏អត់ទេយើងនឹងឲ្យឯងស្គាល់អំពីភាពឈឺចាប់ដែលត្រូវបានគេក្បត់តែទាំងមិនដែរវាពិតជាឈឺចាប់ខ្លាំងណាស់មែនទេវាងគាត់ហ្វូគួយក៏សួរថាជីងថងនៅឯណានៅពេលនោះលោកស្រីយីងក៏តបទៅវិញថាអូស្រីចំមកនឹងបានក្បត់ជាមួយនឹងយើងនាំប្អូនប្រុសរបស់នាងរត់ចេញបាត់ទៅហើយលើសម្ដីបាត់ហ្នឹងធ្វើឲ្យហ្វូគួយគាត់មានអារម្មណ៍ថាសប្បាយចិត្តហើយនៅពេលដែលកូនចៅរបស់អ្នកស្រីយីងចូលមកដល់គាត់ក៏វាដែរតែបន្តិចនឹងដួលរេលតែម្ដងលោកស្រីយីងក៏មានការងឿងឆ្ងល់ថាក្រែងឯងត្រូវពឹសមិនបាច់ជាឯងនៅតែអាចកាន់ដាវប្រយុទ្ធជាមួយពួកយើងបានទៀតវាងគាត់ហ្វូគួយបានតបទៅវិញថាទោះបីជាខ្ញុំត្រូវពឹសប៉ុន្តែខ្ញុំនៅតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកម្ចាត់លោកស្រីបានដដែលលោកស្រីយីងបានបញ្ជាកូនចៅរបស់គេក្រោកឡើងម្ដងទៀតប៉ុន្តែពួកនឹងអត់ហ៊ានមកប្រយុទ្ធជាមួយនឹងវាងគាត់ហ្វូគួយទេដឹងតែគេគឺជាទីហ៊ានកម្ចាត់បិសាចលោកស្រីយីងគាត់ក៏បានបញ្ជាដង្កើពឹសនៅក្នុងខ្លួនរបស់ពួកគេហ្នឹងបង្ខំឲ្យពួកគេមានការឈឺចុកចាប់ប្រសិនបើមិនព្រមចូលទៅប្រយុទ្ធជាមួយនឹងវាងគាត់ហ្វូគួយទៅនៅក្នុងពេលហ្នឹងពួកគេទាំងអស់គ្នាក៏បានសូមអង្វរទៅកាន់វាងគាត់ហ្វូគួយថាអ្នកប្រុសវាងគាត់សូមជួយពួកយើងផងពួកយើងមិនចង់ប្រយុទ្ធជាមួយអ្នកប្រុសទេព្រោះដឹងថាមិនមែនជាដៃគូរបស់អ្នកប្រុសរួចបាត់ទៅហើយប៉ុន្តែពួកយើងត្រូវបានគេបង្ខំនៅពេលហ្នឹងវាងគាត់ហ្វូគួយរបស់យើងគាត់ក៏បានប្រើប្រាស់យុទ្ធសាស្ត្រគ្រួសារតុងហ្វាងរបស់គាត់ដែលបន្សល់ទុកពីម្ដាយណាគឺជាលើងទេវតារបស់គាត់នឹងដើម្បីរំសាយធាតុបិសាចត្រាំអំពូលនៅក្នុងខ្លួនរបស់បិសាចទាំងពួងដែលកំពុងតែឡោមព័ទ្ធគាត់នឹងរហូតដល់ពួកគេហ្នឹងគឺអាចរួចរស់មានជីវិតនិងផុតពីការឈឺចុកចាប់ទើបនៅក្នុងពេលហ្នឹងពួកគេក៏លែងចង់ប្រយុទ្ធហើយក៏រត់ចាក់ចេញពីកន្លែងនឹងអស់បាត់តែម្ដងទៅគួយថានៅក្នុងពេលនេះនៅសល់តែលោកស្រីឯងម្នាក់ទេតែគិតយ៉ាងម៉េចដែរថ្ងៃមុខថ្ងៃក្រោយយល់ល្អកុំតែពាក់ព័ន្ធជាមួយនឹងជីងថងទៀតមិនអញ្ចឹងទេខ្ញុំនឹងកំចាត់លោកស្រីចោលតែម្ដងបន្ទាប់មកគាត់ក៏បានប្រើដាវរបស់គាត់វាយប្រហារមកលើលោកស្រីយីងមិនអាចទប់ទល់បានក៏ដាក់មេផាយរត់ចាក់ចេញពីកន្លែងនឹងបាត់ទៅតែតាមការពិតវិញនៅពេលនេះហ្វូគួយគាត់ព្យាយាមទប់នឹងការឈឺចុកចាប់របស់គាត់ខ្លាំងមែនទែនក្រៅមើលជីងថងរបស់យើងវិញនៅពេលរត់ចេញមកខាងក្រៅមកទ
ទើបតែចាប់អារម្មណ៍ជាមួយរឿងកាយដែលទើបតែប្រែក្លាយជាមនុស្សរបស់បងអូនប្រុសមកហ្នឹងនាងបានសរសើរថាបងអូនប្រុសរបស់ខ្ញុំឈិនឆឹងនៅពេលដែលមានរូបរាងកាយជាមនុស្សទៅគឺពិតជាសង្ហាខ្លាំងណាស់ឈិនឆឹងនេះគឺជាត្បូងមួយចំនួនដែលបងហ្នឹងឆ្លៀតពេលរក្សាទុកអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយឯងឆាប់យកវាទៅប្រើប្រាស់ទៅដើរតាមផ្លូវហ្នឹងសំដៅទៅខាងមុខប្រកាសជាជួបជាមួយនឹងភូមិរបស់បិសាចក្តានហើយឯងប្រគល់ត្បូងពាក់កណ្ដាលទៅឲ្យគេនិងពាក់កណ្ដាលទៀតទុកចិញ្ចឹមជីវិតទិញអាហាររបស់ឯងញ៉ាំតាមផ្លូវហើយរងចាំបងនៅភូមិបិសាចក្តានហ្នឹងទៅបងមានការងាររបួសទៅដោះស្រាយបន្ទាន់ចាំពេលដែលបងរួចការងារហើយចាំបងទៅជួបជាមួយនឹងឯងប៉ុន្តែឈិនឆាំងក៏បានសួរទៅវិញថាបងចង់ទៅណាចុះថ្នាំបន្សាបដែលលោកស្រីញីឲ្យបងមានញ៉ាំហើយឬនៅឬមួយក៏បងចង់ប្រើប្រាស់ថ្នាំបន្សាបនឹងយកប្រគល់ទៅឲ្យអ្នកកម្ចាត់បិសាចប្រសិនបើបងឲ្យគេចុះបងបានអីវិញបងប្រកាសជាមិនអាចមកជួបមុខខ្ញុំបានទេគេបងបានសន្យាមួយខ្ញុំហើយថាពួកយើងត្រូវទៅរស់នៅជាមួយនឹងគ្នាបងនឹងមើលថែការពារខ្ញុំរហូតទៅនោះបងខ្ញុំមិនឲ្យបងទៅជាដាច់ខាតប៉ុន្តែទោះបីជាបងប្រុសនិយាយយ៉ាងណាក៏ដោយឈិញថងរបស់យើងបានប្រាប់ទៅកាន់បងប្រុសវិញថាបងប្រុសមើលថែខ្លួនឲ្យបានល្អហើយស្ដាប់តាមបង្គាប់របស់បងធ្វើដំណើរទៅកាន់ភូមិបិសាចក្តានហើយរងចាំបងនៅទីនេះទៅហើយមើលថែខ្លួនឯងបានល្អផងណាបងប្រុសបងដាច់ខាតត្រូវតែត្រឡប់ទៅវិញបន្ទាប់មកនាងក៏បញ្ញត្តិរត់ចាក់ចេញពីកន្លែងហ្នឹងទៅទាំងនៅក្នុងខ្លួនរបស់នាងនៅពេលនេះដង្កូវពឹសរបស់លោកស្រីយីបានដាក់ហ្នឹងចាប់ដើមរើធ្វើឲ្យនាងពិបាកក្នុងការធ្វើដំណើរខ្លាំងមែនទែនប៉ុន្តែនាងកំពុងតែបញ្ញត្តិធ្វើដំណើរប្រគល់ថ្នាំបន្សាបយកទៅឲ្យវាងគន់ហ្វូគួយរបស់យើងពេលដែលមកដល់សំណាក់វាងគន់ហើយអំឡុងពេលដែលកំពុងតែសម្ដៅទៅកាន់កន្លែងស្នាក់នៅរបស់វាងគន់ហ្វូគួយស្រាប់តែបានជួបជាមួយនឹងវីរៈនារីហ្វឹងធីងយិនរបស់នាងនឹងឯនៅតាមផ្លូវហើយហ្វឹងធីងយិនក៏គិតថាប្រកាសជាកូនបិសាចបៀងឈិញថងនេះមានអំណងចង់ធ្វើបាបសិស្សច្បងរបស់ខ្លួនទៀតហើយហ៊ានមកបង្ហាញខ្លួននៅចំពោះមុខរបស់នាងផងនាងក៏វាយទៅលើឈិញថងរបស់យើងបើទោះបីជាឈិញថងបាននិយាយថាអត់ទេវីរៈនារីការផ្ទឹកខ្ញុំមកម្ដងនេះគឺយកថ្នាំបន្សាបមកឲ្យអ្នកប្រវាងគន់ហ្វូគួយតែប៉ុណ្ណោះប៉ុន្តែដោយសារតែហ្វឹងធីងយិនមិនស្ដាប់ការបកស្រាយទាល់តែសោះទើបបង្ខំចិត្តឲ្យឈិញថងរបស់យើងធ្វើការតដៃជាមួយនឹងហ្វឹងធីងយិនប៉ុន្តែក៏ត្រូវបានហ្វឹងធីងយិនវាយនាងឲ្យមានរបួសម្ដងហើយម្ដងទៀតយ៉ាងដំណំតែម្ដងមិនត្រឹមតែប៉ុណ្ណោះទេនាងបានហៅកូនសិស្សដទៃទៀតមកជួយប្រើប្រាស់យ័ន្តបង្ក្រាបបិសាចវាយទៅលើឈិញថងរបស់យើងថែមទៀតផងត្រូវម្ដងហើយម្ដងទៀតយ៉ាងណាក៏ដោយឈិញថងរបស់យើងនៅតែរត់សម្ដៅមកកាន់កន្លែងស្នាក់នៅរបស់វាងគន់ហ្វូគួយដើម្បីប្រគល់នឹងថ្នាំបន្សាបមកឲ្យគេនឹងព្យាយាមបកស្រាយប្រាប់ទៅកាន់ហ្វឹងធីងយិនថាខ្ញុំពិតជាយកថ្នាំបន្សាបមកឲ្យអ្នកប្រុសហ្វូគួយពិតមែនប៉ុន្តែនៅក្នុងពេលហ្នឹងហ្វឹងធីងយិនដោយសារតែមានការគុំគួនផងហាក់ដូចជាចំណែនជាមួយនឹងឈិញថងផងនាងក៏មិនស្ដាប់ការបកស្រាយនោះទេមានបំណងតែមួយគត់គឺសម្លាប់បិសាចពីនឹងចោលតែម្ដងទៅនៅក្នុងពេលហ្នឹងស្រាប់តែវិសតែនឹងត្រូវបានហ្វឹងទីងយិនសម្លាប់ទៅហើយហ្នឹងសំណាងល្អវាងគន់ហ្វូគួយគាត់ក៏មកដល់ហើយក៏រៀបរៀងការសម្លាប់របស់ហ្វឹងទីងយិនមកលើឈិញថងរបស់យើងរួចហើយក៏ប្រាប់ទៅកាន់ហ្វឹងធីងយិនថារឿងនេះមានការគួរសង្ស័យខ្ញុំមានចម្ងល់ជាច្រើនចង់សួរទៅកាន់ជីងថងនេះមិនមែនជាបិសាចអាក្រក់នោះទេដូច្នេះហើយរឿងរបស់ខ្ញុំសិស្សប្អូនមិនចាំបាច់រវល់ឡើយប៉ុន្តែហ្វឹងធីងយិនក៏បានតបទៅវិញថាសិស្សច្បងនាងបានធ្វើបាបសិស្សច្បងដល់ថ្នាក់នៅរហូតដល់ហ៊ានដាក់ថ្នាំអំពុលសិស្សច្បងថែមទៀតផងហេតុអីបានសិស្សច្បងនៅតែល្អចំពោះនាងខ្ញុំមិនខ្វល់ថាសិស្សច្បងនិយាយយ៉ាងណាទេប៉ុន្តែពេលនេះខ្ញុំត្រូវយករឿងនេះប្រាប់ទៅដល់លោកគ្រូឲ្យបានដឹងជាមិនខាននោះទេហ្វឹងធីងយិននិយាយបែបនឹងពិតមែនហើយក៏ដាក់ចាក់ចេញមកប៉ុន្តែនៅក្នុងពេលនេះនាងអត់ទាន់ទៅប្រាប់លោកគ្រូនៅឡើយនោះទេកំពុងតែអង្គុយខូចចិត្តតែម្នាក់ឯងហើយសួរនារីតែម្នាក់ឯងថាសិស្សច្បងហេតុអីបានសិស្សច្បងធ្វើបែបហ្នឹងតើសិស្សច្បងបានដឹងថាខ្លួនឯងកំពុងតែធ្វើអីដែរឬមួយក៏អត់នាងគឺជាបិសាចបងគឺជាមនុស្សនិងបិសាចមានផ្លូវដើរខុសគ្នាសិស្សច្បងមិនគួរណាមានទង្វើបែបហ្នឹងចំពោះនាងធ្វើល្អបែបហ្នឹងចំពោះនាងនោះទេកលេចបំមើលកូនបិសាចពីពីរបស់យើងជីងថងឯនេះវិញនៅពេលដែលមកជួបជាមួយនឹងវាងគន់ហ្វូគួយហើយនាងមានអារម្មណ៍ថាខ្មាស់អៀនក៏ដូចជាដឹងខ្លួនថាខុសណាទោះបីជាយ៉ាងណាក៏ដោយនាងពិតជាបានកុហកនឹងដាក់ថ្នាំអំពុលមកលើវាងគន់ហ្វូគួយដែលជាអ្នកមានគុណរបស់នាងពិតប្រាកដមែនម្ល៉េះហើយនាងមកពេលនេះមិនមែនចង់បកស្រាយអ្វីនោះទេគ្រាន់តែចង់យកថ្នាំបន្សាបមកឲ្យវាងគន់ហ្វូគួយតែប៉ុណ្ណោះវាងគន់ហ្វូគួយក៏បានសួរថាតើលោកស្រីយីងបង្ខំនាងមែនដែរឬមួយក៏អត់ហេតុអីបានជានាងមិនព្រមប្រាប់ខ្ញុំជីងថងក៏បានតបទៅវិញថាលោកស្រីយីងបានគំរាមខ្ញុំប្រសិនបើខ្ញុំយករឿងនឹងប្រាប់អ្នកប្រុសគេប្រកាសជាសម្លាប់ប្អូនប្រុសរបស់ខ្ញុំជាជាមិនខាននោះទេប៉ុន្តែទោះបីយ៉ាងណាក៏ដោយខ្ញុំពិតជាបានកុហកនឹងដាក់ថ្នាំអំពុលឲ្យអ្នកប្រុសពិតប្រាកដមែនខ្ញុំអត់មានពាក្យអីនិយាយបកស្រាយទេខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកប្រុសទទួលយកថ្នាំបន្សាបនេះសិនទៅនៅពេលហ្នឹងវាងគន់ហ្វូគួយហាក់ដូចជាមិនចង់ទទួលយកនោះទេកំពុងតែសម្លឹងមើលមុខរបស់ជីងថងក៏ព្យាយាមប្រគល់ឲ្យគេម្ដងហើយម្ដងទៀតសូមឲ្យអ្នកប្រុសទទួលយកថ្នាំបន្សាបនេះសិនទៅចាំនិយាយគ្នាបន្តទៀតវាងគន់ហ្វូគួយក៏ញញឹមហើយក៏និយាយថាបានខ្ញុំទទួលយកថ្នាំបន្សាបជីងថងរបស់យើងក៏ញញឹមទៀតរួចហើយបាននិយាយថាអ្នកប្រុសទទួលយកថ្នាំបន្សាបខ្ញុំទុកចិត្តហើយបន្ទាប់មកនាងទុនខ្សោយខ្លាំងពេកក៏សន្លប់បាត់បង់ស្មារតីនៅចំពោះមុខរបស់វាងគន់ហ្វូគួយតែម្ដងហើយមកសន្លប់អញ្ចឹងអីណាគេដាក់ចិត្តលេបថ្នាំបន្សាបនឹងបានតែពួកដឹងថានឹងទៅថ្នាំអំពុលដែរហ្នឹងហើយការពិតទៅវាងគន់ហ្វូគួយបានកោះហៅយូមុនឹងត្រឡប់មកវិញហើយយូមុក៏សួរថាម៉េចហៅយើងមកបន្ទាន់នឹងហៅមកធ្វើអីមកឲ្យយើងមើលឯងបញ្ចុកថ្នាំទៅកាន់កូនបិសាចពីនឹងមែនអត់ទេឥឡូវនេះដល់ថ្ងៃដែលឯងចិត្តនឹងរើពឹសនឹងឡើងហើយតែឯងគិតមិនខ្លួនឯងហ្នឹងវាងគន់ហ្វូគួយក៏ថាកុំអារម្មណ៍អី
ថ្ងៃនេះគឺជាថ្ងៃទី7ដែលដង្កូវពឹសនៅក្នុងខ្លួនរបស់យើងមានរូបរាងហើយយើងក៏អាចបណ្ដេញវាចេញបានដែរប៉ុន្តែយ៉ាងម៉េចយើងមកសួរថាយ៉ាងម៉េចដោយសារតែឯងច្បុកច្បល់ក្នុងចិត្តពេកមិនអាចបណ្ដេញវាដោយខ្លួនឯងត្រូវការយើងជួយមែនទេវ៉ាងគាត់ពួកគាត់របស់យើងមិនមកអមយូរទេគាត់ក៏បានប្រើប្រាស់ភ្លើងទេវតារបស់គាត់ហ្នឹងចាប់ផ្ដើមបណ្ដេញដង្កូវពឹសចេញពីក្នុងខ្លួនរបស់គាត់ប៉ុន្តែវាអត់អាចបញ្ចេញបានដោយខ្លួនឯងនោះទេដូច្នេះហើយត្រូវការឲ្យយូមុហ្នឹងប្រើប្រាស់នៅយុទ្ធសាស្ត្ររបស់គេដើម្បីជួយរុញបន្ថែមពីក្រោយអញ្ចឹងនៅពេលដែលចង់ធ្វើអីមួយនោះវ៉ាងគាត់ពួកគាត់របស់យើងគាត់ក៏បញ្ជាឲ្យយូមុថាយូមុចាត់ការឡើងយូមុចាត់ការកន្លែងនេះយូមុចាត់ការកន្លែងនោះយូមុក៏ធ្វើតាមបញ្ជារបស់វ៉ាងគាត់ពួកគាត់រហូតដល់ពួកគេហ្នឹងក៏អាចបណ្ដេញនៅដង្កូវពឹសចេញពីក្នុងខ្លួនរបស់វ៉ាងគាត់ពួកគាត់នេះបានសម្រាប់ចេញមកខាងក្រៅតែម្ដងទៅចឹងបញ្ជាក់ថានៅពេលនេះវ៉ាងគាត់ពួកគាត់របស់យើងក៏លែងត្រូវពឹសបន្តទៀតដែរក៏ប៉ុន្តែនៅក្នុងពិភពខ្មៅងឹតរបស់ស្ដេចបិសាចកញ្ជ្រោងខ្មៅឯនេះវិញគេក៏ទទួលបានដំណឹងថានៅពេលនេះវ៉ាងគាត់ពួកគាត់មានចេតនាយ៉ាងជ្រាលជ្រៅជាមួយនឹងកុំបិសាចវិញ្ញាណឈីងថងដូចគ្នាហើយនៅក្នុងពេលនេះខ្លួនប្រានក្លូនទាំង4តំបន់របស់គេដែលលាក់ទុកអរិយភាពយ៉ាងយូរទៅហើយហ្នឹងគេបានបញ្ជាឲ្យកូនចៅរបស់គេធ្វើដំណើរទៅកាន់ខ្លួនប្រានក្លូនទី1គឺនៅសៃថៃមិនដឹងថាសៃថៃបានតែម៉េចទាំងអស់គ្នាប៉ុន្តែសាច់រឿងគេបានបង្ហាញឲ្យយើងឃើញទស្សនវិជ្ជានៅក្នុងភ្នូដៅរបស់គ្រួសារវ៉ាងគាត់ទៅវិញមិនដឹងថាមានន័យកើតឡើងឬមួយក៏គាត់ជីងធីនឹងគឺអាចទៅយកដៅទឹកសរសៃនេះចេញពីកន្លែងភ្នូបុរាណនឹងបានយើងក៏មិនទាន់ដឹងដែរមានតែយោងតាមទស្សនាបន្តទៀតជាមួយនឹងភាគក្រោយ